តាមពិតទៅនៅពេលដែលខ្ញុំបង្ហាញទៅលើរឿងទាំងអស់នេះវាជារឿងមួយដែលធ្វើខ្ញុំបានខ្ញុំខាត់បងប្រយោជន៍ហើយនេះបានខ្ញុំនិយាយថាធ្វើខ្ញុំខាត់បងប្រយោជន៍ព្រោះខ្ញុំផ្ទាល់ខ្ញុំជាអ្នក trade ខ្លួនឯងហើយខ្ញុំក៏ជាអ្នកដែលបើកគណនីឲ្យបងប្អូនទាំងអស់គ្នាធ្វើការជួញដូរដែរបងប្អូនចង់បើកគណនីធ្វើការជួញដូរអាចបើកតាមអ្នកខ្ញុំបានអញ្ចឹងនៅពេលដែលខ្ញុំនិយាយរឿងទាំងអស់ហ្នឹងឧទាហរណ៍បងប្អូនខ្លះទៅវិញអត់ចង់បើកធ្វើគណនីធ្វើការជួញដូរទេប្រកាសថាខ្ញុំប្រកាសជាខាត់បងប្រយោជន៍ច្រើនប៉ុន្តែហេតុអីបានជាខ្ញុំនៅតែនិយាយរឿងទាំងអស់ហ្នឹងខ្ញុំអត់ព្យាយាមអូសទាញបងប្អូនទាំងអស់គ្នាហើយតែងតែប្រាប់ពីរឿងទិដ្ឋភាពពិតនៅក្នុងវិស័យ trading ធ្វើឲ្យបងប្អូនទាំងអស់គ្នាពិចារណាព្រោះដោយសារអីខ្ញុំអត់ចង់បានប្រយោជន៍មកខ្លួនឯងតែធ្វើឲ្យបងប្អូនទាំងអស់គ្នាខាត់បងតែអ្វីដែលខ្ញុំចង់បានថាបងប្អូនទាំងអស់គ្នាចូលទីផ្សារមួយនេះចូលដោយត្រឹមត្រូវហើយបង្កើនប្រាក់ចំណូលបានពិតប្រាកដមែនដល់ពេលហ្នឹងបងប្អូនទាំងអស់គ្នានឹងចំណេញបងប្អូនទាំងអស់គ្នាបានទៅលើប្រាក់ចំណេញអូខេបងប្អូនទាំងអស់គ្នាបានប្រាក់ចំណេញខ្ញុំក៏ចំណេញដូចគ្នាដែរព្រោះខ្ញុំអ្នកបម្រើសេវាកម្មជូនបងប្អូនទាំងអស់គ្នាអាហ្នឹងគឺវាបែបហ្នឹងឯងអញ្ចឹងចំណុចនេះបងប្អូនទាំងអស់គ្នាអាចពិចារណាបានហើយខ្ញុំព្យាយាមថាបើសិនជាបងប្អូនជួញដូរទៅលើវិស័យមួយនេះបើសិនជាចូលមកទាំងងងុតកុំចូលឲ្យសោះវាប្រៀបដូចជាបងប្អូនទាំងអស់គ្នាយកខ្លួនឯងមកបំផ្លាញជាមួយនឹងទីផ្សារមួយនេះអញ្ចឹងបងប្អូនចាប់ផ្ដើមវាគឺត្រូវតែសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីមន្តនការថាការចាប់ផ្ដើមបែបម៉េចការធ្វើវាបែបម៉េចឲ្យបានត្រឹមត្រូវចំណុចទី2គឺខ្ញុំលើកឡើងតាក់ទងជាមួយនឹងស្ថានភាពហិរញ្ញវត្ថុមិនទាន់មានលំនឹងបងប្អូនខ្លះគាត់យល់ច្រឡំខ្លាំងមែនទែនខ្ញុំឃើញរាល់ថ្ងៃគាត់យល់ច្រឡំខ្លាំងយល់ច្រឡំបែបម៉េចយល់ច្រឡំថាវិស័យ forex នឹងជាវិស័យមួយនៅពេលដែលបងប្អូនជួបបញ្ហាហិរញ្ញវត្ថុនៅពេលដែលបងប្អូនកំពុងតែមានផលលំបាកទៅលើលុយកាក់ជាវិស័យដែលអាចឲ្យបងប្អូនអរគ្នាយកលុយហ្នឹងមកបដូរជាមួយនឹងវិស័យហ្នឹងដើម្បីទទួលបានប្រាក់ចំណេញឬក៏ដាក់ទទួលបានសាច់ប្រាក់លឿនដើម្បីជួយដោះស្រាយបញ្ហាបងប្អូនកំពុងតែយល់ច្រឡំខ្លាំងមែនទែនស្ថានភាពហិរញ្ញវត្ថុមិនទាន់មានលំនឹងគឺខ្ញុំសំដៅថាឧទាហរណ៍ថាបងប្អូនអត់មានលុយទេបងប្អូនត្រូវការចំណាយលុយទាំងអស់ហ្នឹងទៅផ្គត់ផ្គង់ជីវភាពរស់នៅជាប្រចាំថ្ងៃឬក៏លុយហ្នឹងលុយដើម្បីផ្គត់ផ្គង់ទៅលើជីវិតតែបងប្អូនកំពុងតែជួបបញ្ហាហ្នឹងបងប្អូនគាត់ថាអូខេដើម្បីជួយដោះស្រាយទាំងអស់ហ្នឹងបញ្ហាទាំងអស់ហ្នឹងបងប្អូននឹងយកលុយហ្នឹងយកមកធ្វើការជួញដូរវិស័យ forex ដើម្បីជួយដោះស្រាយទៅលើបញ្ហាបងប្អូនទាំងអស់គ្នានៅពេលដែលយើងទទួលបានប្រាក់ចំណេញនៅពេលដែលបងប្អូនយកលុយទាំងអស់ហ្នឹងមកធ្វើការជួញដូរវាប្រៀបដូចជាបងប្អូនយកលុយទាំងអស់ហ្នឹងមកបំផ្លាញបន្ថែមឬក៏ធ្វើឲ្យមានការខាតបង់បន្ថែមអញ្ចឹងព្រោះភាគរយច្រើនមែនតើនៅពេលដែលលុយដែលបងប្អូនយកធ្វើការជួញដូរជាលុយមួយដែលបើសិនជាខាតបង់ទៅបងប្អូនស្ដាយជាលុយមួយដែលមានការខាតបង់ទៅវាប៉ះពាល់ជាមួយនឹងឆាកជីវិតក្នុងការរស់នៅជាប្រចាំថ្ងៃឬក៏ប៉ះពាល់ជាមួយនឹងជីវិតនៅក្នុងការរស់នៅជាប្រចាំថ្ងៃអត្រានៅក្នុងការចូលទីផ្សារហ្នឹងគឺមានការខាតបង់ខ្ពស់មែនតើព្រោះនៅពេលដែលបងប្អូនចូលទៅបងប្អូនចាប់ដើមភ័យអង្គុយភ័យស្ដាយលុយហ្នឹងឧទាហរណ៍បើសិនជាខាតទីផ្សារខាតបងប្អូនហ៊ានកាត់ចោលហើយខ្លាចថាវាខាតទុកសង្កេតព្យាយាមទុកព្រោះខ្លាចកាត់ចោលទៅខាតតែឆ្លោះប្រតិបត្តិការគឺខាតហើយអញ្ចឹងទុករហូតដល់ដាច់ account ជួបបញ្ហាឬក៏នៅពេលដែលចំណេញតិចតួចអត់ហ៊ានទុកទេឲ្យតែបានផលចំណេញគឺកាត់យកអត់ប្រើទៅតាមផែនការនៃទីផ្សារទាំងអស់នេះគឺជាផលប៉ះពាល់នៃការប្រើប្រាស់ទៅលើហិរញ្ញវត្ថុដែលមិនទាន់មានលំនឹងអញ្ចឹងលុយដែលបងប្អូនគួរតែវិនិយោគនៅក្នុងទីផ្សារមួយនេះដូចខ្ញុំធ្លាប់លើកឡើងហើយថាជាលុយមួយដែលហ៊ានខាតឬក៏ខ្ញុំធ្លាប់និយាយពីមុនថាយកដើមទុន investment យកមកធ្វើការវិនិយោគកុំយកដើមទុនជីវិតមកធ្វើការវិនិយោគលុយហ៊ានខាតបែបមិនមានន័យថាអូនលុយហ្នឹងបងប្អូនទាំងអស់គ្នាបែងចែកហើយស្រេចហើយបែងចែកទៅលើ lifestyle បងប្អូនទាំងអស់គ្នាហើយត្រៀមសម្រាប់ផ្គត់ផ្គង់គ្រួសារត្រៀមសម្រាប់កូនត្រៀមសម្រាប់ចំណាយចាយវិញជីវិតហើយបងប្អូនបែងចែកមកកញ្ចប់ទៅជាលុយ investment លុយដើមទុននៅក្នុងការវិនិយោគបងប្អូនត្រូវយកអាលុយហ្នឹងដើម្បីយកមកធ្វើការវិនិយោគទៅវាល្អទើបជាចំណុចមួយដែលត្រឹមត្រូវនៅក្នុងការជួញដូរទៅលើវិស័យ trading ពួកអីលុយហ្នឹងបើសិនជាមានការខាតបង់ក៏បងប្អូនទាំងអស់គ្នាអត់ប៉ះពាល់ទៅលើឆាកជីវិតរស់នៅប្រចាំថ្ងៃអត់ប៉ះពាល់ទៅលើគ្រួសារបើសិនជាចំណេញវាជាភាពជោគជ័យមួយដែលយើងយកលុយហ្នឹងទៅបង្កើនជាសាច់ប្រាក់បន្ថែមទៀតត្រូវបងប្អូនទាំងអស់គ្នាអញ្ចឹងដើមទុនដែលត្រឹមត្រូវបងប្អូនធ្វើការជួញដូរទៅក្នុងទីផ្សារមួយនេះគឺត្រូវតែជាដើមទុនមួយដែលបងប្អូនត្រៀមធ្វើការវិនិយោគមិនមែនជាដើមទុនជីវិតទេ